បាទឈ្មោះខិនក្រាល់គឺជានាយកនៃសាលាអនុវិទ្យាល័យអង្គជំមុនពេលគម្រោងចាប់ផ្ដើមអនុវិទ្យាល័យអង្គជំរបស់យើងគឺជួបប្រទះនូវបញ្ហាជាច្រើនប៉ុន្តែបញ្ហាដែលគុណសម្រាប់កម្មវិធីនេះគឺធ្វើឲ្យសាលាមានការប្រែប្រួលច្រើនបាទប្រែប្រួលទាំងស្រុងតែម្ដងប្រែប្រួលពីយើងឃើញទាំងអស់គ្នាហើយសម្រាមគឺមានភាគរយអីកន្លែងលាងដៃក៏យើងមានសំរុំបន្ទប់អនាម័យក៏យើងមានណាបាទហើយមួយទៀតដើម្បីឲ្យពួកគាត់នឹងឈានទៅរកភាពអនុវត្តបានយូរអង្វែងគឺយើងបានបង្កើតឡើងនៅក្រុមក្លឹបសិក្សាយុវជនបៃតងមួយក្រុមដើម្បីពួកគាត់ចូលរួមសកម្មគឺជាអ្នកដឹកនាំហើយនឹងជាយុវជនគំរូតែម្ដងដើម្បីបាទអប់រំឲ្យពួកឲ្យក្រុមសិស្សផ្សេងទៀតគាត់មានសមត្ថភាពបាទអាចនឹងធ្វើការឬក៏អាចជាបុគ្គលគំរូដោយយុវជននឹងដែរបាទពាក់ព័ន្ធជាមួយនឹងមេរៀនប្រចាំថ្ងៃនៅក្នុងកម្រិតសាលាអនុវិទ្យាល័យអង្គជំគឺគាត់បានដាក់បញ្ចូលខ្លឹមសារមេរៀនពាក់ព័ន្ធនឹងបរិស្ថានចូលទៅក្នុងកម្មវិធីស្នូលរបស់គាត់តែម្ដងបានរៀបជើញមិនត្រឹមតែផ្សព្វផ្សាយទេគឺលោកគ្រូអ្នកគ្រូនឹងគាត់ដើរតួជាគំរូតែម្ដងចាបងបើប្រៀបធៀបពីមុននឹងឥឡូវនេះខ្ញុំមានអារម្មណ៍ថាខ្ញុំចង់មកសាលារៀនពីព្រោះសាលារៀនរបស់ខ្ញុំឥឡូវមានសុខភាពស្រស់ស្អាតមានសណ្ដាប់ធ្នាប់មានពណ៌បៃតងស្រស់និងមានអនាម័យចាបងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំបានរៀនអំពីវិធីទប់ស្កាត់សំណល់និរន្តរភាពនិងទំនាក់ទំនងរវាងបរិស្ថាននិងសុខភាពថ្នាក់សហគមន៍គឺគាត់ចូលរួមនៅពេលដែលសាលាប្រជុំគោលដៅរួមបរិស្ថាននេះគឺជារបស់យើងទាំងអស់គ្នាខ្ញុំសរុបជារួមអនុវិទ្យាល័យអង្គជំគឺនៅបន្តនិរន្តរភាពហើយរឹតតែធ្វើឲ្យបានខ្លាំងជាងមុនអ្វីដែលពិសេស